ចិត្តខាងជូនមកយកសភៅជំនួយនៅខាងវិរៈបន្តានហេឬសូតអ្នកចិត្តខាងអញ្ចឹងតិចពុកម៉ែបងប្អូនលោកគ្រូឆ្ងល់ហើយចេះនៅក្នុងអង្គភាពមួយគ្នាចាបងអូនស្រីគាត់បរៀនថ្នាក់ជាប់ខ្ញុំអញ្ចឹងដឹងហៅអីទេចាមិនតែហៅអ្នកចិត្តខាងនឹងឯងពុកម៉ែបងប្អូនលោកគ្រូចាំបានការវីដេអូមុនខ្ញុំទៅដើរផ្សារអូស័យបន្តមកសភៅជំនួយដាច់ stop ដល់អញ្ចឹងទៅចាមួយថ្ងៃនេះទៅមិនបានទេដោយសារតែមានលេខមួយអូស័យអញ្ចឹងឲ្យគាត់តម្លាក់មកច្រឡំចាតម្លាក់មកអីតម្លាក់មកខូចខ្ទេចអស់ហើយចាផ្ញើឡានមកព្រោះចុះលោកគ្រូអ្នកគ្រូយើងតែកាន់ថ្នាក់ទី1ចាទី2ឬក៏ទី3ហ្នឹងហើយការបរៀនតាមបែបបញ្ចប់ដំណានមានសភៅបរៀនគ្រប់គ្រាន់នៅចាបើនៅទេអាចទៅផ្សារអូស័យបានព្រោះឥឡូវហ្នឹងសភៅចូលស្តុកហើយបន្ទាប់ពីរៀបចំឲ្យវ៉ាន់ហើយក៏លេខមើលខាងស្ដាំដៃយីមានកន្លែងលក់កាហ្វេមួយទេតាអត់ចាំយូរទេចាពុកម៉ែបងប្អូនលោកគ្រូចាក៏ចូលមកអង្គុយចាញ៉ាំនិយាយគ្នាលេងអញ្ចឹងទៅពីព្រោះថាខានមានពេលវេលាបែបនេះមួយបងអូនស្រីយូរដែរហើយគេហៅថាផឹកកាហ្វេនិយាយរឿងក្នុងចិត្តណាចាថាលេងទេបងប្អូនលោកគ្រូទាំងអស់គ្នាចាបើតាមពិតទៅចានិយាយគ្នាពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការបរៀនសិល្ប៍បងអូនស្រីគាត់ប្រាប់ខ្ញុំបន្តទៀតថាបងហើយនៅពេលដែលយើងបានអានច្រើនទៅយើងបានដឹងពីវិធីសាស្ត្រផ្សេងហើយបន្ទាប់មកយើងយកវិធីសាស្ត្រទាំងអស់ហ្នឹងទៅអនុវត្តជាក់ស្ដែងជាមួយកូនសិស្សឃើញថាលទ្ធផលចាលើសពីការរំពឹងទុកហើយនេះផងដែរមានន័យថាចេះចាពុកម៉ែបងប្អូនលោកគ្រូទាំងអស់គ្នាមានន័យថានៅពេលដែលពួកខ្ញុំអានចាជួបវិធីសាស្ត្រថ្មីអញ្ចឹងទៅតាក់ទងជាមួយនឹងយុទ្ធវិធីគិតដៃគូចែករំលែកឬក៏ KWL ឬក៏រៀនតាមបែបលេងអញ្ចឹងទៅចាអញ្ចឹងពេលដែលពួកខ្ញុំអានភ្លាមអញ្ចឹងទៅថ្មីសម្រាប់ពួកខ្ញុំដល់ពេលពួកខ្ញុំសាកល្បងអនុវត្តជាមួយកូនសិស្សពេលដំបូងហ្នឹងចាគិតថាមិនដឹងជាកូនសិស្សគាត់អាចទទួលបានអត់ចាហើយនៅពេលដែលប្រើយុទ្ធវិធីទាំងអស់ហ្នឹងទៅតើកូនសិស្សគាត់អាចឆ្លើយតបទៅនឹងអ្វីដែល goal ដូចថាគោលបំណងដែលយើងបានកំណត់អត់ចឹងហ្នឹងហើយតែដល់ពេលធ្វើទៅគឺទទួលបានលទ្ធផលលើសពីការរំពឹងទុកដូចខ្ញុំជំរាបជូនមុនហ្នឹងចឹងចាមានន័យថាពេលដែលចាប់ផ្ដើមអនុវត្តទៅគឺកូនសិស្សគាត់ទទួលបានចាហើយមានអារម្មណ៍ថាគាត់សកម្មចាពេលច្រើនយុទ្ធវិធីទាំងអស់ហ្នឹងគឺប្រើប្រាស់ទៅខ្ញុំសង្កេតឃើញថាចេះកូនសិស្សគឺគាត់មានសកម្មភាពក្នុងការសហការគ្នាច្រើនឥឡូវ slash ធំហ្នឹងទៅវីដេអូថាមកស្រាក់ថ្មជីវិតចាមកយកអីវ៉ាន់ឲ្យឆ្លៀតអង្គុយហូបកាហ្វេទេឥឡូវទៅនិយាយណាវិធីសាស្ត្រយុទ្ធវិធីណាឆ្កុយយ៉ាងទៅអត់យល់ទេគ្រូបឋមដល់នេះចាពួកខ្ញុំចេញមកវិញហើយបន្ទាប់មកក៏កលេចកាំងឆ្វេងដៃឃើញមានត្រីពុកម៉ែបងប្អូនលោកគ្រូចានៅកន្លែងហ្នឹងគេមានចាំត្រីដែរចឹងណាហើយក៏មើលទៅតំណងតាមមុខគេខ្ជិតខ្លាំងពេកចាឆ្លៀតថតបន្តិចសិនចាផ្ញើពុកម៉ែបងប្អូនលោកគ្រូទាំងអស់គ្នាចាទស្សនាទុកជាចំណីចក្ខុហើយនៅពេលដែលពុកម៉ែបងប្អូនលោកគ្រូចាទស្សនាវីដេអូមួយនេះមានបានឃើញអីហ៎ចាប្រកាសថាឃើញត្រីហើយនឹងទឹកហើយបន្ទាប់ពីឈរលេងកន្លែងហ្នឹងបានបន្តិចហើយចាក៏ដល់ពេលត្រឡប់ទៅផ្ទះវិញហើយថ្ងៃហ្នឹងអរគុណបងស្រីតាំងអៀមែនតែនចាដែលជូនបងមកយកអីវ៉ាន់ឈប់ចាក៏អរគុណពុកម៉ែបងប្អូននិងលោកគ្រូដែលបានទស្សនាវីដេអូមួយនេះអរគុណច្រើន